ស្ដីពីព្រឹកជួបជាមួយមីលីជួយសួរខ្ញុំឈ្មោះមីលីគឺសាស្ត្ររៀននៅអនុវិទ្យាល័យទីក្រុងហើយរៀននៅខាងមួយហើយខ្ញុំដល់ថ្នាក់ចំណងសារដែលបានប្រកាសហាក់បាយដែរហើយខ្ញុំនិយាយថាប្រកាសហាក់បាយចំណែកដល់ហាក់ពីព្រឹកក៏ជួយកាត់បន្ថយការដែលសុំលុយម៉ែហើយជួយដល់សេដ្ឋកិច្ចគ្រួសារដែរហើយទី1អរគុណដល់ព្រះជាម្ចាស់ហើយអរគុណដល់អ្នកជំនួយដែរដែលបានជួយដល់ហាងបាយយើងហើយអរគុណអ្នកគ្រូដែលជួយរៀបចំកម្មវិធីញ៉ាំបាយនេះឡើងហើយអរគុណដល់ជំនួយដែរដែលគាត់បានរៀបចំអាហារសម្រាប់ពេលព្រឹកនេះអរគុណជម្រាបលានាងខ្ញុំឈ្មោះលីសាយ៉ុនគឺជាមេភូមិតាយឹងចានៅក្នុងថ្ងៃនេះដែរនាងខ្ញុំឃើញថាក្នុងព្រះវិហារយើងគាត់បានបង្កើតជាហាងបាយមួយសម្រាប់ផ្ដល់អាហារដល់កុមារដែលបានរៀននៅសាលាបឋមសិក្សាតាយឹងព្រះវិហារយើងហើយនាងខ្ញុំគិតថាការផ្ដល់អាហារនេះគឺជាអត្ថប្រយោជន៍មួយដ៏ល្អសម្រាប់កុមារហើយក៏ជាការកាត់បន្ថយមួយដែរសម្រាប់ឪពុកម្ដាយដែលរួមចំណែកកាត់បន្ថយជីវភាពរបស់គាត់មួយចំនួននៅក្នុងគ្រួសាររបស់គាត់ហើយខ្ញុំឃើញថាព្រះវិហារយើងក៏បានសហការជាមួយនឹងដៃគូកូរ៉េដែលបានផ្ដល់អាហារដល់កុមារនេះខ្ញុំគិតថាល្អព្រោះជាហាងបាយរបស់គាត់គឺស្អាតគឺផ្ដល់អត្ថប្រយោជន៍គឺអាហាររូបធម្មរបស់គាត់គឺជួយដល់កុមារដូច្នេះហើយខ្ញុំគិតថាល្អណាស់ខ្ញុំអត់មានអីច្រើនខ្ញុំមានតែការអរគុណដល់ម្ចាស់ជំនួយនឹងព្រះវិហារយើងហើយទី1គឺអ្នកគ្រូហើយនឹងអ្នកក្រុមការងារនៅក្នុងហាងបាយគឺខ្ញុំសូមអរគុណមែនទែនដល់ពីថ្ងៃនេះទៅគឺសង្ឃឹមថាព្រះវិហារយើងនៅតែបន្តជួយដល់កុមារនៅក្នុងភូមិរបស់យើងចា៎ខ្ញុំសូមអរគុណ